ជ្រក់ទំពាំងស្រួយហូបជាមួយត្រីអាំងឬមួយក៏ត្រីបំពងនិយាយពីថាជាតិខ្លាំងមែនតើបងប្អូនហើយមុននឹងបានជ្រក់ទំពាំងគឺយើងត្រូវទៅផ្សារសិនដើម្បីទៅរកមើលទិញទំពាំងតែថ្ងៃនេះអាកាសធាតុគឺក្តៅខ្លាំងមែនតើបងប្អូនហើយអញ្ចឹងនៅតាមផ្លូវអត់សូវមានមនុស្សទេច្រើននៅពេលដែលមេឃក្តៅខ្លាំងអញ្ចឹងម្នាក់គេអត់ចង់ចេញពីផ្ទះទេបងប្អូនហើយដោយសារតែថ្ងៃនេះគឺក្តៅខ្លាំងមែនតើបងអាកាសធាតុគឺ29អង្សាជិះមកផ្លែតហ្នឹងឥឡូវនេះពួកខ្ញុំបានមកដល់ផ្សារហើយខ្ញុំអត់មានទៅចូលក្នុងម៉ាតឬមួយក៏ផ្សារទំនើបទេបងប្អូនថ្ងៃនេះគឺខ្ញុំមកទិញតាមផ្សារបែបហ្នឹងហើយទៅពេលដើរផ្សារចឹងនិយាយពីថានឹកស្រុកខ្មែរណាបងប្អូនហើយព្រោះឯការរៀបចំលក់ដូរគេមើលទៅស្តៀងនៅស្រុកខ្មែរយើងដែរតាមពិតទៅខ្ញុំអត់មានគម្រោងថាធ្វើជ្រក់ទំពាំងទេបងប្អូនប៉ុន្តែពេលទៅផ្សារហ្នឹងនិយាយពីថាតូបណាក៏ឃើញលក់ទំពាំងដែរអញ្ចឹងហើយនឹកឃើញក៏ចង់យកមកធ្វើជ្រក់ហូបម្ដងសាកមើលហើយក៏មិនមែនទិញតែទំពាំងដែរគឺថាទិញបានបន្លែអីមួយមុខពីរមុខទៀតអញ្ចឹងណាព្រោះឯនៅផ្ទះអស់បន្លែហូបហើយទិញបន្លែហើយរួចរាល់ហ្នឹងនាំគ្នាដើរទៅមុខបន្តទៀតក្រែងលោឃើញមានគេលក់អីប្លែកអញ្ចឹងណាហើយផ្សារនេះខ្ញុំមកលើកទី1ឯងបងប្អូនខ្ញុំមិនដែលមកទេកាលមុនខ្ញុំធ្លាប់ទៅមកកន្លែងទៀតនោះតែមកកន្លែងដែលខ្ញុំធ្លាប់ទៅរាល់ដងហ្នឹងអត់សូវសបោអីលក់ដូចនៅកន្លែងនេះទេបងប្អូនបើនៅនេះវិញគឺថារៀងសបោអីលក់ដើរមកដល់កន្លែងតូបផ្លែឈើគេនេះឃើញផ្លែភីផាគេនេះនិយាយពីថាចង់ស្រក់ទឹកមាត់ហ្មងបងប្អូនហើយទុកចិត្តអត់ជាប់ទេគឺថាទិញទៀតនិយាយទៅសឹងតែថាហូបរាល់ថ្ងៃឯងបងប្អូនហើយខ្ញុំយកទៅក្លុកជាមួយនឹងអំបិលម្ទេសព្រោះអីមករយៈនេះចេះតែចង់ហូបរបស់អីជូរហិលអញ្ចឹងណាទិញផ្លែភីផាហើយកូនប៉ាគេនេះឆ្លៀតមករឹសក្រូច 4-5 ដែរដើម្បីទុកឲ្យកូនពៅគេព្រោះអីកូនខ្ញុំហ្នឹងគឺចូលចិត្តហូបក្រូចណាអ៊ំពូមីងអើយណាមួយត្រូវតែមានរបស់ទុកឲ្យគាត់ហូបនៅផ្ទះអ៊ំពូមីងហើយព្រោះអីពេលយើងធ្វើមកហូបអីចឹងទៅគាត់មានអីហូបអញ្ចឹងគាត់អត់រករឿងយើងទេគាត់ហូបឆ្អែតគឺគាត់លេងហើយត្រីគេនៅក្នុងកធុននេះកូនខ្ញុំឲ្យតែពេលឃើញនិយាយពីថាស្រែកឡើងចង់ផ្អើលផ្សារអ៊ំពូមីងហើយគេចូលចិត្តត្រីផ្សារមកសតុះហ្នឹងឥឡូវនេះពួកខ្ញុំបានមកដល់ផ្ទះវិញហើយគ្រាន់តែមកដល់ផ្ទះភ្លាមហ្នឹងគឺថាចាប់ផ្ដើមយកទំពាំងហ្នឹងយកមកកាត់ហើយហាន់វាតូចបែបហ្នឹងឯងហើយលើកទី1របស់ខ្ញុំហើយដែលខ្ញុំធ្វើជ្រក់ទំពាំងបងប្អូនខ្ញុំអត់ដែរធ្វើទេអញ្ចឹងបើសិនជាមានកន្លែងណាខុសឆ្គងឬមួយក៏ខ្វះខាតអីបងប្អូនជួយណែនាំខ្ញុំបន្ថែមទៀតផងព្រោះអីខ្ញុំអត់សូវប្រកែធ្វើម្ហូបប៉ុន្មានទេទំពាំងហ្នឹងនៅពេលដែលហាន់ហើយគឺខ្ញុំយកវាមកដាក់ស្ងោរដែលដាក់ស្ងោរហ្នឹងខ្ញុំក៏បានដាក់អំបិលដែរបងប្អូនស្ងោរវាទុកចោលរហូតទាល់តែវាបាត់ហាងទៅខ្ញុំក៏យកវាមកលាងជាមួយនឹងទឹកត្រជាក់ 4-5 ទឹកទៀតដើម្បីឲ្យស្អាតល្អសម្រាប់ម្ទេសមុននឹងយកមកកិនជាមួយខ្ទឹមខ្ញុំក៏បានស្ងោរវាដែរបងប្អូនស្ងោរឆ្អិនរួចរាល់ហើយគឺខ្ញុំយកវាមកកិនជាមួយនឹងមើមខ្ទឹមសកិនវារហូតទាល់តែវាឡើងម៉ត់បែបហ្នឹងមកគឺរួចរាល់ហើយម្ទេសខ្ទឹមម៉ត់ហើយទុកវាមួយដុំសិនខ្ញុំមកលាយទឹកជ្រក់សម្រាប់ទឹកជ្រក់នេះខ្ញុំប្រើទឹកត្រី3វែកទឹកខ្មេះ1វែកកន្លះស្ករស1វែកហើយនឹងម្សៅស៊ុបមាន់3កូនស្លាបព្រាតូចហើយគ្រឿងនេះពេលដែលលាយហ្នឹងគឺខ្ញុំដាក់ស្មានសិនទេបងប្អូនហើយប៉ុន្តែដាក់ឲ្យរសជាតិគឺថារៀងជូរបន្តិចបើសិនជាបន្ថយទឹកខ្មេះនៅត្រឹមតែ1វែកអីអានឹងល្មមហើយទឹកជ្រក់ហ្នឹងមុននឹងយកទៅដាក់ជ្រក់គឺខ្ញុំយកវាមកដាំនៅលើភ្លើងមកពុះសិនបន្ទាប់មកទុកឲ្យវារៀងត្រជាក់ទៅបើខ្ញុំយកទៅលាយជាមួយនឹងទំពាំងជ្រក់ហ្នឹងដាក់ខ្ទឹមម្ទេសកិនម៉ត់ចូលទៅហើយចាក់ទឹកជ្រក់ហ្នឹងចូលកូរច្បល់វាមកចូលជាតិហើយខ្ញុំក៏យកវាមកដាក់ចូលនៅក្នុងកូនកឡមួយហើយខ្ញុំអត់មានកឡថ្មទេបងប្អូនគឺមានតែកឡជ័របែបហ្នឹងឯងអញ្ចឹងហើយក៏ខ្ញុំប្រើកឡជ័រហ្នឹងហ្មងទៅទោះពីដាក់ចូលកឡហើយគឺខ្ញុំយកវាទៅផ្អាប់ទុកក្នុងទូទឹកកកប្រហែលជា 2-3 ម៉ោងអីទៀតសិន